រោគនឹកហេតុផលដែលអូនចាក់ចេញក្នុងចិត្តបងម្នាក់ឯងពោពេញដោយវិបដិសារីកន្លងមកបងខុសអ្វីកន្លងមកបងខុសអ្វីឬមួយក្តីស្រឡាញ់បងមិនទាន់គ្រប់គ្រាន់ទើបអូនសម្រេចចិត្តបំពេញហ៊ានក្បត់ពាក្យសន្យាដែលធ្លាប់ឲ្យបងតើអូនក្បត់បងដើម្បីអ្វីបើដឹងថាបងស្រឡាញ់អូនលើជីវិតតើអ្វីដែលអូនប្រាថ្នាពិតប្រាប់បងបន្តិចបានទេមាសមេបងខំសន្សំចិត្តស្មោះតែអូនបែបបងចោលឥតក្តីមេត្តាឬមួយមកពីបងវាមានតែខ្លួនតូទេទើបអូនរត់រកគេម្នាក់នោះបងដឹងខ្លួនឯងថាបងមិនមែនជាអ្នកមានជាន់ខ្ពស់តែបងមានចិត្តស្មោះថែអូនមិនឲ្យហូរទឹកភ្នែកមិននឹកស្មានសមថាអូនប្រែប្រួលចង់ទៅរកជីវិតប្រែប្រួលចង់ទៅរកជីវិតថ្មីដែលរុងរឿងទុកឲ្យបងនៅទីនេះសល់ត្រឹមតែស្រមោលនឹងការឈឺចាប់បើគេល្អជាងបងក៏មិនខត់ខាំងដែរតែសុំត្រឹមពាក្យពិតមុននឹងមាសមេដើរចេញទៅកុំក្បត់បងទាំងមិនដឹងខ្លួនបែបនេះបងទទួលយកមិនបានទេតើអូនក្បត់បងដើម្បីអ្វីបើដឹងថាបងស្រឡាញ់អូនលើជីវិតតើអ្វីដែលអូនប្រាថ្នាពិតប្រាប់បងបន្តិចបានទេមាសមេបងខំសន្សំចិត្តស្មោះតែអូនបែបបងចោលឥតក្តីមេត្តាឬមួយមកពីបងវាមានតែខ្លួនតូទេទើបអូនរត់រកគេម្នាក់នោះចុងក្រោយសល់ត្រឹមទឹកភ្នែកជួយសំគ្មានចម្លើយតើអូនក្បត់បងដើម្បីអ្វីមកហើយក៏ទៅហើយក៏វិលត្រឡប់ធ្វើឲ្យបងឈប់ស្រឡាញ់អូនមិនបានអូនដឹងថាបងទន់ជ្រាយអូនក៏ប្រើល្បិចក៏រាប់លានបោកប្រាំងបេះដូងបងឲ្យរងក្តីវេទនា Fishy បោកប្រាំងបេះដូងបងឲ្យរងក្តីវេទនា Fishy តើពេលណាទើបអូនឆ្អែតឆ្អន់នឹងការលេងសើចនឹងបេះដូងបងឃើញបងឈឺចាប់ម្ដងតើអូនមានអារម្មណ៍យ៉ាងណាកុំទុកបងជាចំណីកុំដកអារម្មណ៍អូនគ្រាឯកាបើមិនស្រឡាញ់សូមមេត្តាដោះលែងបងឲ្យមានសេរីភាពផងបេះដូងនោះមិនមែនជាល្បែងសម្រាប់អូនកុំដកដៃកុំធ្វើឲ្យបងមានសង្ឃឹមរួចធ្វើរុញខឹមរួចក៏រុញបងឲ្យធ្លាក់ខ្លួនជ្រៅអូនសប្បាយចិត្តមែនទេដែលឃើញបងរស់ទាំងគ្មានវិញ្ញាណឈុំលេងសើចនឹងចិត្តស្មោះបើអូនគ្មានចិត្តស្នេហ៍ពិត Fishing អស់ហើយកម្លាំងចិត្តដែលបងធ្លាប់សន្សំពេលនេះវាប្រែស្រាំព្រោះតែទង្វើអូនមិនច្បាស់លាស់បើចង់ចាក់ចេញក៏ចេញឲ្យឆ្ងាយកុំវិលត្រលុបមកសាងសង់ថ្មីឲ្យបងឈឺចាប់ទៀតឲ្យ Fishing តើពេលណាទើបអូនឆ្អែតឆ្អន់នឹងការលេងសើចនឹងបេះដូងមកឃើញបងឈឺចាប់ម្ដងតើអូនមានអារម្មណ៍
ឆ្អន់ហើយសូមដើរចេញចូលស្នេហាដែលធ្លាប់អែមល្ហែមឥឡូវប្រែជាជូរចត់ត្រូវទ្រាំអត់ធ្មត់លេបទឹកភ្នែកចូលក្នុងបេះដូងមិនចង់ឲ្យគេដឹងថាបងជាមនុស្សបារាជ័យព្រមតែអូនជាមនុស្សទុកចិត្តបំផុតបែរជាអ្នកកាត់ផ្ដាច់និស្ស័យបង្ខំចិត្តញញឹមតែក្នុងចិត្តយំម្នាក់ឯងគ្មានណាមកចំបែងគ្មានអ្នកណាមកយល់ក្តីទុកនៅចំពោះមុខនោះគ្រប់គ្នាបងធ្វើជាមនុស្សមានក្តីសុខតែពេលយប់ងងឹតបងក៏លងងឹតចូលមកដល់បងក៏លងក្នុងសមុទ្រទឹកភ្នែកឯង Fishy ចិញ្ចាមបន្ទប់ជាសាក្សីនៃការឈឺចាប់ដែលបងមានអបទុកម្នាក់ឯងឥតលហើយគ្មានអ្នកណាមកជួយរំលែកអារម្មណ៍រស់ក្នុងភាពសំដែងថាបងមិនអីថាបងរឹងមាំតែការពិតបេះដូងបងកំពុងតែស្លាប់បន្តិចម្ដងព្រោះតែការនឹក Fishy ចង់ស្រែកប្រាប់ពិភពលោកថាបងឈឺខ្លាំងណាស់តែបងខ្លាចគេសាចំអកខ្លាចគេដឹងថាបងទុនជ្រាយបានត្រឹមលាក់មកក្នុងភាពងងឹតបណ្ដោយឲ្យទឹកនៃហូរចូលខ្នើយលួចយកម្នាក់ឯង Fishy បង្ខំចិត្តញញឹមតែក្នុងចិត្តយំម្នាក់ឯងគ្មានណាមកចំបែងគ្មានអ្នកណាមកយល់ក្តីទុកនៅចំពោះមុខនោះគ្រប់គ្នាបងធ្វើជាមនុស្សមានក្តីសុខតែពេលយប់ងងឹតបងក៏លងងឹតចូលមកដល់បងក៏លងក្នុងសមុទ្រទឹកភ្នែកឯង Fishy ទោះចង់ឈប់យំក៏ទឹកភ្នែកនៅតែហូរសុំយំក្នុងចិត្តម្នាក់ឯងរហូតដល់បេះដូងលែងមានវិញ្ញាណវាស្នេហ៍មិនដែលចូលខាងអ្នកដែលស្មោះត្រង់ដូចជារូបបងដើរដល់ផ្លូវបំបែកម្ដងតែងតែជួបការក្បត់ឌឺដងមេឃអើយមេឃតើបងខុសអីខ្លាំងមែនទេទើបដាក់ទោសបងឲ្យរស់ក្នុងភាពឯកាបែបនេះរហូតតើវាជាកម្មពីឬអ្វីទៅត្រូវជប់ស្នេហាខ្លោចសារបែបនេះខំសាងក្តីល្អមិនចេះរញរាតែចុងក្រោយនៅតែបាត់បង់ឬមួយជាតិមុនធ្លាប់ធ្វើបាបគេទើបជាតិកាលនេះបងត្រូវសងស្រឡាញ់អ្នកណាក៏គេបងមិនដែលស្គាល់វាថាសមអំណងឃើញគេមានគូគេដើរកាន់ដៃគ្នាបងលួចច្រណែនក្នុងចិត្តហេតុអ្វីជីវិតបងគ្មានសំណាងដូចជាគេដទៃឬមួយបងកើតមកដើម្បីតែរងទុក្ខដើម្បីឲ្យគេបោកប្រាស់ចង់ឈប់ស្រឡាញ់ចង់ឈប់ឈឺចាប់តែចិត្តនៅតែមិនស្ដាប់បើដឹងថាវាសនាចាមកឲ្យខកបំណងបងមិនគួរហាស្ដីមិនគួរឲ្យចិត្តទៅអ្នកណាឡើយឲ្យបងសុំទោសចំពោះបេះដូងខ្លួនឯង
ដែលមើលមនុស្សខំម្ដងហើយម្ដងទៀតតើវាជាកម្មពីឬអ្វីទៅត្រូវជប់ស្នេហាខ្លោចផ្សាបែបនេះខំសាងក្តីល្អមិនចេះរញរាតែចុងក្រោយនៅតែបាត់បង់ឬមួយជាតិមុនធ្លាប់ធ្វើបាបគេទើបជាតិកាលនេះបងត្រូវសងស្រឡាញ់អ្នកណាក៏គេបងមិនដែលស្គាល់ពាក្យថាសមអំណងកម្មពីស្នេហាតាមលងបន្លាចបងដល់ពេលណាបងហត់នឹងរងកម្មម្នាក់ឯងគេថាធ្វើល្អបានល្អតែសម្រាប់បងវាជាពាក្យកុហកបងសាងស្ពានមៀងឲ្យអូនដើរទៅរកគេបងលះបងគ្រប់យ៉ាងដើម្បីឲ្យអូនសើចសប្បាយតែចុងក្រោយអូនឲ្យបងមកវិញត្រឹមភាពឈឺចាប់និងភាពឯកាតើមនុស្សល្អសុទ្ធតែអភ័ព្វមែនទេក្នុងលោកីនេះគ្មានយុត្តិធម៌សម្រាប់អ្នកស្មោអ្នកបត់បែកជាមានក្តីសុខអ្នកស្មោះត្រង់បែកជាត្រូវខូចចិត្តបើធ្វើល្អមិនបានល្អតើឲ្យបងសង្ឃឹមលើអ្វីទៀតឬត្រូវរៀនធ្វើជាមនុស្សអាក្រក់ទើបគេមិនហ៊ានបោកប្រាស់ចិត្តបងមនុស្សស្មោះត្រង់ត្រូវគេជន់ឈ្លីមនុស្សសំដែងបែរជាគេលើកតនមកកើបងខំថែរក្សាអូនដោយបេះដូងតែអូនបែរជាមើលរំលងឬមួយភាពល្អរបស់វាគួរឲ្យធុញសម្រាប់អូនទើបអូនរត់រភាពរំភើបថ្មីដែលពោពេញដោយភាពคล้ายคล้ายតែអូនថាវាល្អប្រហែលមកពីបងល្អពេកហើយទើបអូនមិនដែលឲ្យតម្លៃមេរៀនមួយនេះបងចាំទុកដល់ថ្ងៃស្លាប់ថាទោះជាល្អកម្រិតណាបើទោះជាមិនស្រឡាញ់ក៏នៅតែគ្មានន័យអ្វីទាំងអស់តើមនុស្សល្អសុទ្ធតែអភ័ព្វមែនទេក្នុងលោកីនេះគ្មានយុត្តិធម៌សម្រាប់អ្នកស្មោអ្នកបត់បែកជាមានក្តីសុខអ្នកស្មោះត្រង់បែរជាត្រូវខូចចិត្តបើធ្វើល្អមិនបានល្អតើឲ្យបងសង្ឃឹមលើអ្វីទៀតឬត្រូវរៀនធ្វើជាមនុស្សអាក្រក់ទើបគេមិនហ៊ានបោកប្រាស់ចិត្តបងសួរសំណួរទៅកាន់មេតើមនុស្សល្អត្រូវតែយំរហូតមែនល្អ